សូមជូនជីវប្រវត្តិភិក្ខុសោមឬកវីសោមកវីសោមកើតឆ្នាំ1852នៅឃុំកំព្រៅស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែងបិតានាមងួនមាតានាមយិនជាកសិករអាយុ15ឆ្នាំបានរៀនអក្សរលេខនិពន្ធនៅក្នុងស្រុកកំណើតហើយបានបួសជាសាមណេរ2វស្សាក៏សឹកមកជួយធ្វើការរកស៊ីឪពុកម្ដាយវិញដល់ពេលអាយុ20ឆ្នាំបានឧបជាជាភិក្ខុក្នុងសំណាក់ឧបជានាមរស់មាននាមបញ្ញត្តិថាបតុមថេរនិងបានបន្តការសិក្សាក្នុងក្រុងភ្នំពេញអស់ជាច្រើនឆ្នាំហើយវិលទៅធ្វើជាចៅអធិការនៅវត្តកំព្រៅវិញកវីសោមមាននិស្ស័យស្លូតបូតចូលចិត្តអានសាស្ត្រាគម្ពីរស្ដាប់ចម្រៀងជាបីរហូតចេះតែងកំណាព្យដ៏ប៉ិនប្រសប់លោកសុគតនៅគ្រិស្តសករាជ1932ក្នុងកំណត់អាយុ80ឆ្នាំស្នាដៃរបស់លោករួមមានរឿងទុំទាវរឿងសពសិទ្ធនិងរឿងការរំទឹករាំ